ដល់បងដែលតែងតែសួរខ្ញុំពីកង្ហារដែលអាចរត់បាន24ម៉ោងលើ24ម៉ោងឬក៏8ម៉ោងលើ24ម៉ោងឥឡូវខ្ញុំចាប់ផ្ដើមយកចូលហើយបងអាចកំងវិជាទិញពីខ្ញុំបានប្រភេទនេះខ្ញុំសាក់លបងយកមកដើម្បីជូនបងម្នាក់ដែលគាត់ស្នើសុំឲ្យខ្ញុំកំងមកពីក្រៅទាំងហាលីគឺអត់មានកន្លែងដុំវិជាបថយលបឿនទេកង្ហារខ្យល់មួយនេះវាមានកន្លែងយើងអាចបើកដល់យកមកបើកទៅនេះបើកកុងតាក់ទៅគឺវានឹងវិលអូតូបន្តិចតែម្ដងតែអ្វីដែលខ្ញុំសង្កេតមើលឃើញថាត្បិតថាអត់មានដុំបជាបថយលបឿនបន្ថែមលបឿនប៉ុន្តែកន្លែងនេះគឺយើងអាចសេរីខ្យល់ចេញតិចចេញច្រើនបានឧទាហរណ៍ថាយើងដោតភ្លើងទៅខ្យល់វាចេញខ្លាំងបើសារមុខវា8ហ៊ុនណាបងទាំងអស់គ្នា8ហ៊ុនហើយអានេះ350វ៉ាត់ចេញដល់8សំទោសចេញដល់8ហ៊ុនអានេះចេញបាន7ហ៊ុនសំទោសនិយាយខុសណាអញ្ចឹងដល់ពេលដែលយើងចង់ឲ្យខ្យល់វាចេញតិចណាខ្ញុំតេស្តហើយយើងនេះយើងបថយវាឲ្យរុនចូលតិចចឹងមកពីខ្យល់ហើយនេះចេញតិចដែរអញ្ចឹងបងទាំងអស់គ្នាអញ្ចឹងលបឿនខ្យល់លបឿនស៊ីភ្លើងក៏វាស៊ីតិចតាមនឹងដែរដោយសារកង្ហារខ្យល់វារៀងបថយលបឿនដោយសារវាចូលខ្យល់វាតិចណាបងទាំងអស់គ្នាចឹងកន្លែងចេញមកនេះគឺល្អវាចេញមកតិចចេញមកច្រើនបានដូចយើងបន្ថែមលបឿនបន្ថយលបឿនដែរគ្រាន់តែថាប្រភេទនេះគឺគេរចនាប័ទ្មមកចេញមិនចឹងខ្ញុំអត់យល់ដែរទៅពេលយើងបើកអានេះអស់ទៅខ្យល់ចេញមកឡើងខ្លាំងឡើងប៉ើងហ្មងបងទាំងអស់គ្នាបញ្ជាក់អានេះ230វ៉ាត់ដោយសារនៅក្នុងស្តុករបស់ខ្ញុំមាន200វ៉ាត់ណាប្រភេទមានដុំបជាអញ្ចឹងណានេះខ្ញុំយកលើសពី200វ៉ាត់គឺ230វ៉ាត់គឺប្រភេទអត់មានឌុយទេមានន័យថាអត់មានដុំបជាទេអានេះ350វ៉ាត់ចឹងប្រភេទនេះគឺយកមកស្លស្ពាន់ក៏ត្រូវស្លដរាឬក៏ប្រភេទអាជីវកម្មធំមកយកបានបងប្អូនគ្នាអរគុណដែលបានទស្សនាវីដេអូតម្លៃខ្ញុំសូមបញ្ជាក់តម្លៃរបស់វាណាសូមបញ្ជាក់គឺបងអាចឆាតមកខ្ញុំបានខ្ញុំនឹងប្រាប់ពីតម្លៃដោយសារខ្ញុំអត់អាចប្រាប់លម្អិតនៅក្នុងវីដេអូកុំឲ្យប៉ះពាល់ឆ្នាំងបាយបងដែលគាត់លក់ដូចគ្នាណាអរគុណបង